បាទបងប្អូននៅមុននេះបន្តិចផែសម្ដេចក៏បានចេញសេចក្តីប្រកាសថាយោធាថៃបានធ្វើការបានមកលើកម្ពុជាមុនដោយប្រកំភ្លើងក្បាលនិងកំភ្លើងជូនបាទហើយសម្ដេចនិងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានកោះប្រជុំជាបន្ទាន់តាមប្រព័ន្ធអនឡាញដែលណែនាំឲ្យកងទ័ពយើងហ្នឹងមានការអត់ធ្មត់មិនតបតអូខេបាទដោយក្រោយការបានកំភ្លើងនៃភាគីទាំងសងខាងបានចតដាក់គ្នាទៅវិញទៅមកបាទមានន័យថាថៃចតមកយើងជាចតទៅថៃអញ្ចឹងតែយើងអត់បានទៅថៃទេដោយសារយើងគោរពច្បាប់ជប់បានរបស់រកដូណាល់ត្រាំចឹងបងប្អូនហើយភាគីសងខាងទាំងកម្ពុជានិងថៃក៏ចង់ប្តឹងទៅក្រុមនៃអង្គការ IOT ជាពិសេសកម្ពុជាបានស្នើយ៉ាងទទួលដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់បាទដោយសារថៃគេលក្ខណៈព័ត៌មានមិនពិតចតទៅលើកម្ពុជាយើងអញ្ចឹងក៏កម្ពុជាយើងចង់ឲ្យអ្នកអង្គការ IOT ហ្នឹងទៅពិនិត្យផ្ទាល់អញ្ចឹងបងប្អូនដើម្បីសុវត្ថិភាពតម្លាភាពសឹកអក្រិតត្រៃភាពនិងភាពទុកចិត្តខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងជាសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការពីរគឺទី1ក៏សម្ដេចក៏មានប្រសាសន៍ថាធ្វើកសោវិច័យក្របចំពោះប្រទេសទាំងពីរមានក្របខុសគ្នាចាំន័យថាចំណុចទី1សម្ដេចក៏ចង់ឲ្យប្រទេសម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកហ្នឹងគឺអាស៊ានគឺគាត់ឲ្យចង់ឲ្យធ្វើកសោវិច័យក្របកំភ្លើងថាបានហ្នឹងគឺអ្នកណាជាអ្នកបានអញ្ចឹងខាងថៃឬក៏កម្ពុជាអញ្ចឹងហើយចំណុចទី2គឺជាចំណុចសំខាន់គឺការចុះពិនិត្យទៅដងទីតាំងក្របធ្លាក់គេនឹងអាចដឹងបានថាក្របចិនពីទិសដៅណាបានពីកម្ពុជាទៅថៃឬក៏ពីថៃមកកម្ពុជានេះគឺជាចម្ងល់ចឹងតើយើងទៅផ្ទាល់ចឹងយើងទៅមើលតើបានគេមិនអាចទៅបង្វល់រណ្ដៅក្របបានទេសូមកងទ័ពកម្ពុជារក្សាទុករណ្ដៅក្របឲ្យបានល្អនិងជួយបង្ករេកណៈឲ្យនៅអង្គការ IOT បានធ្វើកសោវិច័យក្របនិងពិនិត្យរណ្ដៅក្របឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ខ្ញុំសង្ឃឹមថាភាគីថៃនឹងបង្ហាញនៅកាយវិការដូចគ្នាមានសុទ្ធមិនខ្លាចភ្លើងការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកអង្គការ IOT មានន័យថាខ្លួនជាអ្នកបានក្របទាំងកម្ពុជានិងថៃសូមអរគុណ